លើកនេះអាសែនអញប្រាប់អញឲ្យច្បាស់លាស់នឹងកូនចៅអញប្រាប់ឲ្យច្បាស់លាស់ថាលើកនេះអញជួលជាមួយតាមចរិយនឹងក្រុម300នៅដំណាក់កាលដែលតាមចរិយសម្រាប់អញគ្មានពេលដើម្បីបញ្ជាក្រុមប្រាប់អាវុធទេអាសែនកុំកើនខ្លាំងពេកល្មមបានហើយអាចបង្អើលបានជាមួយប្រធានបកផ្សេងគាត់ទៅបង្អើលជាមួយខ្មែរជាម្ចាស់ទឹកម្ចាស់ដីយើងអញតាមចរិយអញមិនខ្លាចអញទេអាសែនហើយខ្មែរទាំងអស់លោកក៏បានភ្ញាក់ដែរខ្មែរអត់បានស្ដាប់អ្វីមួយដែលនិយាយទេគេគាត់ឲ្យអើប៉ុណ្ណឹងទេឃើញសពថ្ងៃអញប្រាប់អញត្រង់គេស្អប់អញខ្ពើមអញ40ឆ្នាំខ្លាំងជាទីបំផុតដែលអញក្បត់ជាតិបត់ជាតិទី1យកយួនចូលពេញប្រទេសរហូតមកបច្ចុប្បន្ននេះឲ្យយួនចូលមានពេញសិទ្ធធ្វើអត្តសញ្ញាណប័ណ្ណឲ្យមានជំរំរស់នៅពេញសិទ្ធនៅលើទឹកដីរបស់អញអាក្បត់ជាតិបើនិយាយពីអញជាខ្មែរតំណាងខ្មែរមួយហើយជនជាតិខ្មែរអញជាម្ចាស់ប្រទេសនៅរស់នៅរហាមជាទីបំផុតអញ្ចឹងអញប្រាប់អញច្បាស់លាស់ថាកុំបង្ខំចិត្តអញអាសែនដំណាក់កាលដែលអញសម្រេចអាចគ្មានពេលដើម្បីចេញទៅជាទោះបានទេពួករបស់មើលមិនឃើញពីមុនអាចបង្អើអ្នកដទៃបានលើកនេះអាចគ្មានពេលដើម្បីបង្អើក្រុមយើងទេអាសែនបើអាយុននៅរឹងតឹកយើងដាក់នៅក្នុងប្រទេសវាបំផ្លាញអ្វីទាំងអស់ឲ្យចរាចរណ៍ក្នុងសេដ្ឋកិច្ចនៅក្នុងប្រទេសវាអាចចឹងដូចនេះចឹងកុំបន្តមើលងាយខ្មែរបន្តទៀតអាសែនយើងអត់ចង់និយាយទេព្រោះអាចបង្ខំចិត្តយើងនិយាយបាទសូមគោរពជំរាបសួរលោកពូខ្ញុំមិនដឹងថាលោកពូមកពីខាងណាខាងណីទេបើនិយាយចង់ខ្ញុំមិនដែរស្គាល់គាត់ដែរឃើញដែរអត់ដែរសោះខ្ញុំសូមនិយាយទៅដោយមានក្រមសីលធម៌ទៅចុះពួកខ្ញុំដឹងថាលោកពូមិនដែរធ្លាប់រៀនសូត្រមិនដែរគេហៅថាកិច្ចម៉ោងសីលធម៌បានជាមើលទៅការនិយាយស្ដីរបស់លោកពូហ្នឹងដូចជាគ្មានសីលធម៌គ្មានសុជីវធម៌នៅក្នុងខ្លួនសោះហើយគូណាតែដូរឈ្មោះចេញទៅដាក់ថាលោកអត់សីលធម៌បណ្ឌិតដាំឆារីដាក់អញ្ចឹងទៅពួកខ្ញុំមើលនៅក្នុងឈ្មោះនេះគេឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆារីអគ្គស្ថាបនិកនិងអគ្គមេបញ្ជាការអូឈ្មោះចឹងបានលីលើណាស់ចឹងបាននិយាយមានដឹងខ្យល់អីនិយាយចេញមកគឺសិលធម៌នៅក្នុងខ្លួនបើនិយាយចំឲ្យសេរ៉ូបើគេអ្នកគេចេះដឹងពិតប្រាកដអ្នកដែលគេចេះដឹងត្រឹមត្រូវគេអត់មាននិយាយចឹងទេក្រមសិលធម៌និងសុជីវធម៌របស់គេនិយាយច្បាស់ណាស់គេនិយាយល្អណាស់ហើយក៏និយាយបែកមិនដឹងទៅណាទៅណីទេបែរជាគាត់ដាក់ជ្រុលអានឹងនិយាយចេះចុះខ្ញុំសូមឆ្លើយតបចុះលោកដាំឆារីបាទលោកបណ្ឌិតដាំឆារីដែលលោកមានប្រសាសន៍ថាឲ្យបើកឲ្យយួនចូលមកក្នុងស្រុកខ្មែរតាមពិតលោកនិយាយវាត្រឹមត្រូវហើយព្រោះយួនសប្តាហ៍ថ្ងៃគឺរស់នៅក្នុងស្រុកខ្មែរហើយថារាជរដ្ឋាភិបាលធ្វើអត្តសញ្ញាណប័ណ្ណធ្វើអីឲ្យសញ្ជាតិខ្មែរអីចឹងទៅលោកត្រូវចាំថាមិនថាសញ្ជាតិណាក៏ដោយដែរណាវាដូចអានិកជនតែរស់នៅពីការជំនាន់ប៉ុលពតរត់ភៀសខ្លួនទៅនៅសហរដ្ឋអាមេរិកទៅនៅអីចឹងទៅពួកគាត់ចូលសញ្ជាតិអាមេរិកចូលអីវាដូចគ្នាអញ្ចឹងដែរដូចជាមួយនឹងជនជាតិយួនមកនៅប្រទេសកម្ពុជាចឹងដែរខ្ញុំអត់កាន់ជើងខាងណាទេក៏ប៉ុន្តែខ្ញុំក៏មានមិត្តភ័ក្តិជាជនជាតិយួនដែរក៏ប៉ុន្តែឪពុកម្ដាយរបស់គាត់រត់មកនៅក្នុងប្រទេសកម្ពុជាតាំងពីជំនាន់79ណាតាំងពីជំនាន់ខ្មែរក្រហមដែលគាត់មកនៅកម្ពុជាហ្នឹងហើយគាត់មករស់នៅនឹងវារាប់សិបឆ្នាំមកហើយអញ្ចឹងហើយគឺគាត់នឹងទទួលបានសញ្ជាតិខ្មែរអត្តសញ្ញាណប័ណ្ណខ្មែរដូចក្រុមអស់លោកដែលរស់ទៅនៅក្រៅប្រទេសអញ្ចឹងដែរដូចគ្នាណាកុំវាតម្លៃកុំនិយាយថាគេដាក់ដឹកនាំថ្នាក់ដឹកនាំជាង40ឆ្នាំមកនេះបើកដៃឲ្យតែយួនចូលឲ្យតែចេះតែចុះហេតុអីបានជាកំណត់អស់លោកម្នាក់គឺគេហៅថាពោពេញទៅដោយដង្កូវរុកនៅក្នុងខួរក្បាលអញ្ចឹងហេតុអីមិនលៀងក្តិតខ្លួនឯងឲ្យស្អាតសិនចាំតែលៀងក្តិតគេអានឹងខ្ញុំនិយាយពីអាសរោអញ្ចឹងសុំទោសមែនតើខ្ញុំសុំទោសពួកខ្ញុំមើលទៅមនុស្សដែលយើងនិយាយទៅកាន់មនុស្សអសិលធម៌មនុស្សអត់មានសុជីវធម៌គឺយើងនិយាយបែបហ្នឹងតែបើយើងនិយាយទៅមនុស្សមានសិលធម៌មានសុជីវធម៌យើងនិយាយបែបមនុស្សមានសុជីវធម៌និងសិលធម៌ផ្សេងតែបើសម្រាប់ពួកហ្នឹងបើអ្នកដែលគេចេះពិតប្រាកដគេមិនបង្ហាញរហ័សនាមខ្លួនឯងឲ្យបាននេះទេព្រោះពេលខ្លះគេលាក់គេថាអ្នកចេះគេមិនបញ្ចេញសមត្ថភាពឲ្យអស់អានេះគេហៅថាអ្នកល្ងងធ្វើចេះហើយគេឈ្មោះសិតតាឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆារីអគ្គស្ថាបនិកនិងអគ្គមេបញ្ជាការប៉ុន្តែនិយាយចេញឡើងដូចអត់មានមនុស្សបានរៀនសូត្រអញ្ចឹងហើយហៅសម្ដេចតេជោហៅថ្នាក់ដឹកនាំសិតតាអាសិតតាមឹងសិតតាអីចឹងទៅគ្រប់ទៅវិញទៅមកផងគ្រប់គេគ្រប់ឯងខ្លះផងបើអ្នកឯងមិនបានរៀនជ្រៅជ្រះទេគេនិយាយចេញមកឲ្យតែគេស្អប់គេខ្ពើមគេរអើមដែលគេមិនចង់រាប់រងមនុស្សដែលមានសិលធម៌ក្នុងខ្លួនបាទការបកស្រាយរបស់ខ្ញុំមានតែប៉ុណ្្នឹងទេព្រោះការឆ្លើយតបជាមួយនឹងមនុស្សដែលគេហៅថាសិលធម៌ទៀតសិលធម៌សូន្យសិលធម៌សូន្យគឺពិបាកនិយាយបញ្យល់យ៉ាងណាក៏អត់ចូលដែរបាទវីដេអូនេះសូមមានតែប៉ុណ្្នឹងទេបាទសូមជួយ share ដល់អ្នកខ្ញុំសូមអរគុណ